សហរដ្ឋអាមេរិកអនុម័តកញ្ចប់ជំនួយបច្ចេកទេសយោធាតម្លៃជាង$420 លានឲ្យឥណ្ឌាសម្រាប់ពង្រឹងសមត្ថភាពឧទ្ធម្ភាគចក្រប្រយុទ្ធនិងកំភ្លើងធំក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសអនុម័តជាផ្លូវការលើការលូកកញ្ចប់សេវាកម្មគាំទ្រនិងថែទាំបច្ចេកទេសយោធាទំហំទឹកប្រាក់សរុបប្រមាណ$428 លានសហរដ្ឋអាមេរិកទៅឲ្យប្រទេសឥណ្ឌាដើម្បីពង្រឹងសមត្ថភាពគ្រឿងសព្វាវុធធុនធ្ងន់រួមមានឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ RH-64E Apache និងកំភ្លើងធំបាញ់គាំទ្រធុនស្រាលប្រភេទ M777A2 នៅក្នុងរបាយការណ៍លម្អិតកញ្ចប់ថវិកាចំនួន$198 លាន2សែននឹងត្រូវប្រើប្រាស់ទៅលើការគាំទ្រសេវាកម្មហោះហើររបស់ឧទ្ធម្ភាគចក្រប្រយុទ្ធដែលកំពុងប្រតិបត្តិការដោយកងទ័ពអាកាសនិងកងទ័ពជើងគោកឥណ្ឌាដោយមានក្រុមហ៊ុន Boeing និង Lockheed Martin ជាអ្នកទទួលកិច្ចសន្យាផ្គត់ផ្គង់ចម្បងខណៈថវិកាចំនួន$230 លានទៀតនឹងត្រូវប្រើសម្រាប់សេវាកម្មថែទាំគ្រឿងបន្លាស់និងបណ្ដុះបណ្ដាលបច្ចេកទេសកំភ្លើងធំដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Bay System សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូបញ្ជាក់ថាការសម្រេចលូកកញ្ចប់គាំទ្រផ្នែកការពារជាតិដ៏មានទំហំធំបែបនេះគឺធ្វើឡើងក្នុងគោលបំណងគាំទ្រដល់គោលនយោបាយការបរទេសនិងគោលដៅសន្តិសុខជាតិរបស់ទីក្រុង Washington តាមរយៈការជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាមេរិកនិងឥណ្ឌាជាងនេះទៅទៀតវាក៏ជាការលើកកម្ពស់សន្តិសុខរបស់ដៃគូការពារជាតិដ៏សំខាន់មួយនេះដែលកំពុងបន្តដើរតួនាទីយ៉ាងសកម្មជាកម្លាំងចលករក្នុងការរក្សាស្ថិរភាពនយោបាយសន្តិភាពនិងការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ Indo-Pacific និងតំបន់អាស៊ីខាងត្បូងទាំងមូលផងដែរការអនុម័តដ៏រហ័សនេះត្រូវបានគេកត់សម្គាល់ឃើញថាធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំបក្សសាធារណរដ្ឋកាលពីខែមករាឆ្នាំ2026ថានាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាជាមួយលោកផ្ទាល់ជុំវិញភាពយឺតយ៉ាវនៃការដឹកជញ្ជូនឧទ្ធម្ភាគចក្រប្រយុទ្ធដោយលោក Donald Trump បានអះអាងថាលោកបានជួយជំរុញនិងពន្លឿននីតិវិធីទាំងនេះឲ្យកាន់តែលឿនជាងមុនគួររំលឹកផងដែរថាយោងតាមកិច្ចព្រមព្រៀងចាស់ឥណ្ឌាបានបញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធ Apache ចំនួន28គ្រឿងរួចមកហើយចន្លោះពីឆ្នាំ2019ដល់ឆ្នាំ2025ព្រមទាំងបានបញ្ជាទិញកំភ្លើងធំធុនស្រាលប្រភេទ M777 ចំនួន145គ្រឿងតាំងពីឆ្នាំ2016មកម្លេះដែលធ្វើឲ្យតម្រូវការផ្នែកសេវាកម្មថែទាំគ្រឿងបន្លាស់និងការបណ្ដុះបណ្ដាលធនធានមនុស្សពីសំណាក់យោធាឥណ្ឌាកាន់តែមានភាពចាំបាច់ជាទីបំផុតកម្ដៅកើនឡើងសង្គ្រាមអាចផ្ទុះបានគ្រប់វិនាទីខណៈពេលដែលអាមេរិកគម្រាមអ៊ីរ៉ង់ឲ្យត្រៀមខ្លួនទៅប្រសិនបើការចរចាបរាជ័យអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានថ្លែងការណ៍ពីថ្ងៃអង្គារម្សិលមិញនេះថាភាពមិនចុះសម្រុងគ្នានៅក្នុងជួរថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់ក៏កំពុងតែបង្កឲ្យមានផលលំបាកទៅដល់ដំណើរការនៃការចរចាគណៈពេលដែលរដ្ឋបាលរបស់លោក Donald Trump កំពុងតែជំរុញយ៉ាងខ្លាំងដើម្បីស្វែងរកនូវកិច្ចព្រមព្រៀងមួយសម្រាប់បិទបញ្ចប់ជម្លោះមួយនេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាសេតវិមានលោក Vance បានអះអាងថារចនាសម្ព័ន្ធអំណាចផ្ទៃក្នុងរបស់អ៊ីរ៉ង់បានធ្វើឲ្យសហរដ្ឋអាមេរិកមានការលំបាកនៅក្នុងការកំណត់ឲ្យបាននូវភាពច្បាស់លាស់អំពីជំហរនៃការចរចារវាងភាគីអ៊ីរ៉ង់គណៈពេលដែលលោកបានលើកឡើងថាអ៊ីរ៉ង់ខ្លួនឯងក៏មិនច្បាស់លាស់ដែរថាតើពួកគេចង់ជ្រើសរើសផ្លូវណាដែរការអត្ថាធិប្បាយរបស់លោក JD Vance បានធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោក Trump កំពុងតែបន្តដាក់សម្ពាធយ៉ាងខ្លាំងដោយបានព្រមានថាបើទោះបីជាកិច្ចចរចាកំពុងតែដំណើរការទៅយ៉ាងណាក៏ដោយក៏ជំរឿននៃប្រតិបត្តិការយោធានៅតែជាជំរឿនទី2ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនអាចឈានទៅដល់កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកអាចទទួលយកបាននោះករណីចាប់ចម្រិតនៅថៃចិនទាមទារឲ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតដោយមានតម្លាភាពស្ថានទូតចិនប្រចាំប្រទេសថៃបានចេញនូវសេចក្តីអំពាវនាវនិងទទូចទៅដល់អាជ្ញាធរថៃឲ្យបើកការស៊ើបអង្កេតមួយប្រកបទៅដោយភាពត្រឹមត្រូវយុត្តិធម៌និងតម្លាភាពក្រោយពេលដែលមានសេចក្តីរាយការណ៍មកថាជនជាតិចិនម្នាក់ត្រូវបានក្រុមអ ுக ្រិតជនចាប់ចម្រិតនិងឃុំខ្លួនដើម្បីចម្រិតទារប្រាក់ក្នុងខេត្តស្រះកែវយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី19ខែឧសភាម្សិលមិញនេះអ្នកនាំពាក្យនៃស្ថានទូតចិនបានបញ្ជាក់ថាភាគីចិនបានផ្ដល់នូវអត្ថប្រយោជន៍ខ្ពស់បំផុតទៅលើករណីនេះនិងបានតាក់ទងជាបន្ទាន់ទៅកាន់ស្ថាប័នមានសមត្ថកិច្ចរបស់ថៃដើម្បីតាមដានរកការពិតជុំវិញហេតុការណ៍ដ៏គួរឲ្យព្រួយបារម្ភមួយនេះស្ថានទូតចិនបានដាក់សម្ពាធឲ្យអាជ្ញាធរថៃពន្យាទៅលើការស្រាវជ្រាវដើម្បីកំណត់នូវអត្តសញ្ញាណជនល្មើសនិងនាំខ្លួនអ្នកដែលពាក់ព័ន្ធទាំងអស់មកកាត់ទោសទៅតាមផ្លូវច្បាប់ក្រៅតែពីនេះភាគីថៃក៏បានសម្ដែងនៅក្តីសង្ឃឹមផងដែរថារដ្ឋាភិបាលថៃនឹងបន្តពង្រឹងអនុវត្តច្បាប់និងវិធានការសន្តិសុខសាធារណៈឲ្យកាន់តែរឹងមាំថែមទៀតដើម្បីធានាឲ្យបាននូវសុវត្ថិភាពអាយុជីវិតទ្រព្យសម្បត្តិនិងសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិនដែលកំពុងតែស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃស្ថានទូតចិនក៏បានអំពាវនាវទៅដល់ពលរដ្ឋចិនដែលកំពុងតែរស់នៅឬមានគម្រោងធ្វើការទៅកាន់ប្រទេសថៃត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនព្រមទាំងធ្វើការរាយការណ៍ជាបន្ទាន់ទៅកាន់ប៉ូលីសឬមួយក៏ស្ថានទូតចិនក្នុងករណីដែលមានអាសន្នណាមួយ
OpenAI ឈ្នះក្តីលើ Elon Musk ប៉ុន្តែគេឈ្មោះលោក Sam Altman រងការខូចខាតធ្ងន់ធ្ងរក្រោយអតីតបុគ្គលិកទម្លាយការពិតក្នុងតុលាការ ទោះបីជាក្រុមហ៊ុន OpenAI បានឈ្នះក្តីលើលោក Elon Musk យ៉ាងដាច់ស្រឡះនៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃច័ន្ទក៏ដោយប៉ុន្តែជ័យជំនះនេះបានបន្សល់ទុកនៅស្នាមរបួសយ៉ាងជ្រៅដល់កេរ្តិ៍ឈ្មោះរបស់លោក Sam Altman ដែលជានាយកប្រតិបត្តិ OpenAI បន្ទាប់ពីអតីតបុគ្គលិកសំខាន់ៗជាច្រើនរូបបានឡើងមកស្បត់និងចោទប្រកាន់លោកថាជាមនុស្សមិនស្មោះត្រង់និងនិយាយកុហកខណៈដែលគណៈវិនិច្ឆ័យបានទាត់ចោលបណ្ដឹងរបស់ Elon Musk ដោយសារតែហួសពេលកំណត់តាមច្បាប់ដែលជួយឲ្យ OpenAI រួចផុតពីការបង់ប្រាក់សំណង$150,000 លាននិងបើកផ្លូវទៅកាន់ការលួចភាគហ៊ុនជាសាធារណៈតម្លៃ$1 trillionក៏ពិតមែនប៉ុន្តែសក្ខីកម្មនៅក្នុងតុលាការបានធ្វើឲ្យវិនិយោគិនចាប់ផ្ដើមមានមន្ទិលលើភាពជាអ្នកដឹកនាំរបស់លោក Sam Altman តួយ៉ាងមេធាវីរបស់លោក Elon Musk បានដកស្រង់សម្ដីពីសាក្សីចំនួន8រូបដែលបានអះអាងដូចគ្នាថាលោក Altman ធ្លាប់បានភូតកុហកនិងបំភាន់ពួកគេក្នុងការធ្វើការងារជាស្ដែងអតីតបុគ្គលិករបស់ OpenAI បានទម្លាយការដឹកនាំរបស់លោក Altman ថាចូលចិត្តបង្កើតភាពស្លន់ស្លោនិងភាពច្របូកច្របល់នៅក្នុងក្រុមហ៊ុនហើយនៅពេលតុលាការសួរថាតើលោក Altman ជាមនុស្សស្មោះត្រង់ដែរឬទេបុគ្គលិកម្នាក់នោះបាននៅស្ងៀមមួយសន្ទុះរួចឆ្លើយថាមិនមែនគ្រប់ពេលនោះទេព្រមទាំងបន្ថែមថា Sam ចូលចិត្តរាប់អានចាក់រោគឲ្យថ្នាក់ដឹកនាំ OpenAI ឆ្លោះប្រកែកគ្នាលាក់កំបាំងខាងក្រោយខ្នងលើពីនេះឯកសារតុលាការបានបង្ហាញថាលោក Altman មានការវិនិយោគផ្ទាល់ខ្លួនរាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផ្សេងៗដែលធ្វើឲ្យការងារពាក់ព័ន្ធនឹង OpenAI ជាចំណុចខ្វះតម្លាភាពយ៉ាងខ្លាំងយ៉ាងណាមិញលោក Sam Altman បានឡើងការពារខ្លួននៅក្នុងតុលាការដោយថ្លែងថាលោកជឿជាក់ថាលោកជាអ្នកជំនួញម្នាក់ដែលមានភាពស្មោះត្រង់និងគួរឲ្យទុកចិត្តចំណែកឯប្រធានក្រុមប្រឹក្សាភិបាល OpenAI លោក Brad Taylor ក៏បានជួយបកស្រាយថាលោក Altman បានរាយការណ៍ពីចំនួនផលប្រយោជន៍ទាំងនោះទៅកាន់ក្រុមប្រឹក្សាភិបាលរួចរាល់ហើយមុនពេលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពគោលការណ៍ថ្មីគូបញ្ជាក់ថាអ្នកជំនាញខាងច្បាប់និងអ្នកវិភាគទីផ្សារបានលើកឡើងថាទោះបីជា OpenAI រួចផុតពីគ្រោះថ្នាក់ផ្លូវច្បាប់ប៉ុន្តែរាល់ឯកសារនិងសក្ខីកម្មអាក្រក់ៗទាំងនេះនឹងត្រូវកត់ត្រាក្នុងសំណុំរឿងសាធារណៈជារៀងរហូតមុននឹងសម្រេចចិត្តបោះទុនទិញភាគហ៊ុន IPO របស់ OpenAI ក្រុមវិនិយោគិនស្ថាប័នធំៗច្បាស់ជាត្រូវវាយតម្លៃយ៉ាងម៉ត់ចត់ជាថ្មីទៅលើកម្រិតនៃភាពស្មោះត្រង់និងសីលធម៌ដឹកនាំរបស់លោក Sam Altman ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាអាមេរិករឹបអូសកប៉ាល់ដឹកប្រេងដែលជាប់ពាក់ព័ន្ធទៅនឹងអ៊ីរ៉ង់នៅសមុទ្រឥណ្ឌាយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន VS on News បានឲ្យដឹងថាកងកម្លាំងអាមេរិកបានចុះបង្ក្រាបនិងរឹបអូសបានកប៉ាល់ដឹកប្រេងមួយគ្រឿងដែលជាប់ពាក់ព័ន្ធទៅនឹងប្រទេសអ៊ីរ៉ង់នៃដែនមហាសមុទ្រឥណ្ឌាប្រតិបត្តិការនេះគឺបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានចេញការព្រមានជាបន្តបន្ទាប់ទៅកាន់អ៊ីរ៉ង់អំពីលទ្ធភាពនៃយុទ្ធនាការវាយប្រហារសារជាថ្មីចំពោះកប៉ាល់ដឹកប្រេងដែលត្រូវបានរឹបអូសនោះគឺមានឈ្មោះថា Skyway ត្រូវបានអាមេរិកដាក់ចូលទៅក្នុងបញ្ជីទណ្ឌកម្មកាលពីខែមីនាដោយសារតែកប៉ាល់នេះបានចូលរួមនៅក្នុងសកម្មភាពដឹកជញ្ជូនប្រេងឆៅរបស់អ៊ីរ៉ង់ដែលជាការរំលោភបំពានទៅលើគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ចរបស់អាមេរិកយោងតាមទិន្នន័យនៃការតាមដាននាវាចរបានបង្ហាញឲ្យឃើញថាកប៉ាល់នេះធ្វើដំណើរឆ្លងកាត់នៅជ្រកសមុទ្រម៉ាឡាកានិងត្រូវបានប្រទះឃើញនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារទី19ម្សិលមិញនេះគួរបញ្ជាក់ផងដែរថានេះគឺជាលើកទី3ហើយដែលកងកម្លាំងអាមេរិកធ្វើការបង្ក្រាបនិងរឹបអូសបាននៅកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងជាមួយនឹងនាវាស្រមោលរបស់អ៊ីរ៉ង់រុស្ស៊ីបេឡារុសធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរផ្ញើសារព្រមានចំទៅកាន់លោកខាងលិចក្នុងជំហានមួយដែលសហគមន៍អន្តរជាតិចាត់ទុកថាជាការកើនឡើងកម្រិតតានតឹងដល់គ្រោះថ្នាក់នោះរដ្ឋាភិបាលប្រទេសបេឡារុសបានប្រកាសជាផ្លូវការពីការចាប់ផ្ដើមសមយុទ្ធហ្វឹកហាត់យោធាដែលពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីសកម្មភាពនេះគឺជាការបញ្ជាក់បន្ថែមពីទំនាក់ទំនងសន្តិសុខដ៏ស្អិតល្មួតរវាងទីក្រុងមូស្គូនិងទីក្រុងមីនស្កដែលកំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ទៅលើបណ្ដាប្រទេសជិតខាងដែលជាសមាជិកអង្គការ NATO ក្រសួងការពារជាតិបេឡារុសបានបញ្ជាក់ថាសមយុទ្ធនេះនឹងផ្ដោតលើការអនុវត្តការបញ្ជូនអាវុធនុយក្លេអ៊ែរនិងការរៀបចំដើម្បីប្រើប្រាស់ជាក់ស្ដែងការចល័តកម្លាំងនិងសម្ភារៈក្នុងចម្ងាយឆ្ងាយដោយមិនឲ្យសត្រូវដឹងខ្លួននឹងការត្រៀមលក្ខណៈក្នុងការប្រើប្រាស់កងកម្លាំងនិងឧបករណ៍ក្នុងស្ថានភាពសង្គ្រាមជាដើមការធ្វើសមយុទ្ធនេះមិនមែនជារឿងចៃដន្យនោះទេ
ប៉ុន្តែជាផែនការយុទ្ធសាស្ត្រដែលត្រូវបានរៀបចំឡើងជាជំហានខណៈដែលកាលពីឆ្នាំ2023មេដឹកនាំប្រទេសបេឡារុសគឺលោក Alexander Lukashenko បានយល់ព្រមទទួលយកការដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែររបស់រុស្ស៊ីនៅលើទឹកដីរបស់ខ្លួនហើយកាលពីឆ្នាំ2024វិមានក្រំឡាំងបានកែសម្រួលគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនដោយបញ្ចូលប្រទេសបេឡារុសឲ្យស្ថិតនៅក្រោមឆ័ត្រការពារនុយក្លេអ៊ែររបស់រុស្ស៊ីជាផ្លូវការដែលនេះមានន័យថាការគំរាមកំហែងណាមួយដល់ប្រទេសបេឡារុសត្រូវបានរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែងដល់ខ្លួនឯងឆ្លើយតបទៅនឹងការធ្វើសមយុទ្ធនេះក្រសួងការបរទេសអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដោយលើកឡើងថាការប្រែក្លាយប្រទេសបេឡារុសឲ្យទៅជាមូលដ្ឋានទ័ពនុយក្លេអ៊ែរនៅជិតព្រំដែនប្រទេសដែលជាសមាជិកអង្គការ NATO នេះគឺជាការបង្កើតគំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់របបផ្ដាច់ការដទៃទៀតស្របពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Zelensky បានប្រមានថារុស្ស៊ីកំពុងព្យាយាមអូសទាញប្រទេសបេឡារុសឲ្យចូលកាន់តែជ្រៅទៅក្នុងសង្គ្រាមដើម្បីបើកការវាយប្រហារថ្មីសហភាពអាមេរិកបោះឆ្នោតសម្រាប់កាត់បន្ថយអំណាចសង្គ្រាមរបស់លោកត្រាំប្រឆាំងនឹងអ៊ីរ៉ង់ប្រតិសភាអាមេរិកបានបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញនេះដើម្បីជំរុញទៅដល់សេចក្តីសម្រេចស្តីអំពីអំណាចធ្វើសង្គ្រាមក្នុងគោលបំណងបង្ខំឲ្យលោកប្រធានាធិបតី Donald Trump បាញ់ឈប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់លុះត្រាតែលោកទទួលបាននូវការអនុញ្ញាតជាផ្លូវការអំពីសភាដើម្បីបន្តនូវប្រតិបត្តិការយោធាបន្ថែមទៀតគណៈដែលវិធានការនេះត្រូវបានអនុម័តដោយសម្លេងគាំទ្រ50ទល់នឹង47នេះគឺជាការបោះឆ្នោតជាលើកដំបូងដែលប្រតិសភាអាមេរិកអាចជំរុញនៅសេចក្តីព្រាងច្បាប់នេះឲ្យរលូនទៅមុខបាននឹងដោយជោគជ័យបន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេចចំនួន7លើកកន្លងមកចាប់តាំងតែពីសង្គ្រាមអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីខែកុម្ភៈកន្លងទៅគួរបញ្ជាក់ផងដែរថានៅក្នុងការបោះឆ្នោតកាត់បន្ថយអំណាចសង្គ្រាមរបស់លោកប្រធានាធិបតី Donald Trump នេះសមាជិកព្រឹទ្ធសភាដែលមកពីគណៈបកសាធារណរដ្ឋចំនួន4រូបបានចូលរួមជាមួយនឹងសមាជិកគណៈបកប្រជាធិបតេយ្យស្ទើរតែទាំងអស់ដើម្បីផ្ដល់ឲ្យនូវការគាំទ្រទៅដល់សេចក្តីសម្រេចចិត្តនេះអំណាចយោធាអាមេរិកអាចកំទេចសត្រូវ 90% ប៉ុន្តែចាញ់ 10% ចុងក្រោយអំណាចយោធាអាមេរិកអាចកំទេចសត្រូវ 90% ប៉ុន្តែចាញ់ 10% ចុងក្រោយគឺសំដៅទៅលើភាពខុសគ្នារវាងការឈ្នះសង្គ្រាមលើសមរភូមិនិងការឈ្នះសន្តិភាពក្នុងការកសាងជាតិតើអ្វីទៅភាពខ្លាំងដែលគ្មានគូប្រៀប 90% ដំបូងរបស់អាមេរិកជាក់ស្ដែងគ្មាននរណាម្នាក់សង្ស័យលើសមត្ថភាពរបស់កងទ័ពអាមេរិកក្នុងការវាយប្រហារនោះឡើយអាមេរិកមានបច្ចេកវិទ្យាឈានមុខគេទាំងគ្រាប់មីស៊ីលយន្តហោះចម្បាំងស៊េរីទំនើបនិងប្រព័ន្ធស៊ើបការតាមផ្កាយរណបជាដើមដែលអាចបាញ់កំទេចទីបញ្ជាការឃ្លាំងអាវុធនិងខ្សែសង្វាក់ផលិតកម្មរបស់សត្រូវក្នុងរយៈពេលដ៏ខ្លីតែអ្វីដែលអាមេរិកត្រូវចាញ់ក្នុង 10% ចុងក្រោយនោះគឺសង្គ្រាមចិត្តសាស្ត្រនិងមនោគមវិជ្ជាអាមេរិកអាចបំផ្លាញរោងចក្រអាវុធប៉ុន្តែមិនអាចបំផ្លាញជំនឿឬមនោគមវិជ្ជារបស់សត្រូវដែលចាក់ឬយ៉ាងជ្រៅក្នុងចិត្តប្រជាជនបានទេតួយ៉ាងដូចជាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលដែលសត្រូវដឹងថាពួកគេមិនអាចតទល់នឹងអំណាចយោធារបស់អាមេរិកបានពួកគេនឹងងាកទៅប្រើសង្គ្រាមតបព្រៃការវាយប្រហារតាមអ៊ីនធឺណិតការវាយប្រហារដោយកងកម្លាំងដៃជើងផ្សេងទៀតនិងការច្របាច់កផ្លូវសេដ្ឋកិច្ចជាដើមអាមេរិកតែងតែជោគជ័យក្នុងការផ្ដួលរំលំរបបមួយប៉ុន្តែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយដែលមានស្ថិរភាពនិងទទួលបានការគាំទ្រពីមូលដ្ឋាននេះហើយគឺជា 10% ចុងក្រោយដែលទាមទារឲ្យមានការយល់ដឹងពីវប្បធម៌សង្គមនិងការទូតដ៏ស្មុគស្មាញដែលជាចំណុចខ្សោយរបស់យោធានិងរដ្ឋាភិបាលអាមេរិកនៅក្នុងបរិបទនៃការគំរាមកំហែងទៅលើអ៊ីរ៉ង់នាពេលបច្ចុប្បន្នយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump ហាក់ដូចជាកំពុងព្យាយាមជៀសវាងការវង្វេងក្នុង 10% ចុងក្រោយនោះដោយលោកចង់ប្រើការវាយប្រហារខ្លីប៉ុន្តែខ្លាំងដើម្បីសម្រេចគោលដៅជាក់លាក់គឺកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ជំនួសឲ្យការឈ្លានពានពេញមួយទំហឹងឬការកាន់កាប់រយៈពេលវែងសហរដ្ឋអាមេរិកមានអំណាចកំទេចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុន្តែអំណាចដោះស្រាយឬការឈ្នះចិត្តមនុស្សនៅក្នុងតំបន់ដែលមិនមែនជាវប្បធម៌របស់ខ្លួនគឺជារឿងដែលបច្ចេកវិទ្យាយោធាមិនអាចឆ្លើយតបបានភាពជោគជ័យនៃ 10% ចុងក្រោយមិនមែនការចេញពីគ្រាប់មីស៊ីលឬនាវាចម្បាំងនោះទេប៉ុន្តែជាលទ្ធផលនៃការទូតដ៏ប៉ិនប្រសប់យុទ្ធសាស្ត្រនយោបាយនិងការអត់ធ្មត់ក្នុងការកសាងស្ថិរភាពដែលអាមេរិកជារឿយៗជួបការលំបាកក្នុងការរក្សាតុល្យភាពសូមត្រៀមអាវភ្លៀងនិងប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ឧសភាកម្ពុជានឹងមានភ្លៀងធ្លាក់លិលំខ្យល់កន្ត្រាក់និងផ្គររន្ទះទូទាំងប្រទេសកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមបានចេញប្រតិបត្តិព័ត៌មានព្យាករណ៍អាកាសធាតុនាថ្ងៃទី20ខែឧសភាឆ្នាំ2026នេះដោយជម្រាបជូនសាធារណជនឲ្យបានជ្រាបថាព្រះរាជាណាចក្រកម្ពុជាកំពុងរងឥទ្ធិពលពីរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល់សមុទ្រអង់ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងសមុទ្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅតាមតំបន់នានាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែឧសភាឆ្នាំ2026
មានការប្រែប្រួលដូចជា 1. តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា 24 អង្សានិងមធ្យមអតិបរមា 36 អង្សាមានខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីអាចមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 20% នៅក្នុងបណ្ដាខេត្តមួយចំនួនដូចជាបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្ដាល និងរាជធានីភ្នំពេញ 2. តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា 24 អង្សានិងមធ្យមអតិបរមា 36 អង្សាមានខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីអាចមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 30% នៅក្នុងតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ់និងបណ្ដាខេត្តរួមមានកំពង់ស្ពឺ បៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី 3. តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា 25 អង្សានិងមធ្យមអតិបរមា 35 អង្សាមានខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទីអាចមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីខ្ពស់ជាងគេរហូតដល់ 40% នៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងតំបន់ជួរភ្នំបូកគោរលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.25 ម៉ែត្រដូចនេះក្រសួងធនធានទឹកនិងអូតូនិយមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិកករន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងនៅក្នុងអំឡុងពេលនេះដើម្បីជៀសវាងនៅគ្រោះថ្នាក់ផ្សេងៗជាយថាហេតុសម្រងសម្ដីមាសទាំង5ឃ្លារបស់កំពូលមេដឹកនាំបដិវត្តចិនលោកស៊ុនយ៉ាត់សេនលោកស៊ុនយ៉ាត់សេនមិនត្រឹមតែជាបិតាស្ថាបនិកនៃប្រទេសចិនសម័យទំនើបដែលបានរំលាយរបបរាជានិយមរាប់ពាន់ឆ្នាំនោះទេប៉ុន្តែលោកក៏ជាអ្នកប្រាជ្ញខាងផ្នែកទស្សនៈនយោបាយនិងការដឹកនាំផងដែរឆ្លងកាត់ជីវិតដែលពោរពេញទៅដោយការតស៊ូស្វែងរកសេរីភាពសមភាពនិងសន្តិភាពនេះគឺជាសម្រងសម្ដីមាសដ៏មានឥទ្ធិពលទាំង5ឃ្លារបស់លោកដែលបានបន្សល់ទុកជាមេរៀនអប់រំចិត្តនិងការតាំងខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ1. ការយល់ដឹងជារឿងពិបាកចំណែកឯការអនុវត្តគឺជារឿងងាយស្រួលលោកចង់ដាស់តឿនយើងថាឧបសគ្គដ៏ធំបំផុតរបស់មនុស្សក្នុងការធ្វើកិច្ចការងារមួយឲ្យជោគជ័យមិនមែនស្ថិតនៅលើសកម្មភាពដែលត្រូវធ្វើនោះទេប៉ុន្តែវាស្ថិតនៅលើការស្វែងយល់និងការរៀបចំផែនការនិងការកសាងចំណេះដឹងឲ្យពិតប្រាកដមុននឹងចាប់ផ្ដើម2. សេរីភាពផ្ទាល់ខ្លួនមិនត្រូវរំលោភបំពានលើសេរីភាពរបស់សមូលហភាពឡើយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពដ៏ពិតប្រាកដបុគ្គលម្នាក់ៗមានសិទ្ធិធ្វើអ្វីៗតាមចិត្តដែលចង់បានប៉ុន្តែសេរីភាពនោះត្រូវតែមានដែនកំណត់ដោយមិនត្រូវបង្កផលប៉ះពាល់បំផ្លាញសេចក្តីសុខឬសិទ្ធិរស់នៅរបស់មនុស្សជុំវិញខ្លួននិងសង្គមជាតិទាំងមូលឡើយ3. មនុស្សម្នាក់ៗគួរតែតាំងចិត្តធ្វើកិច្ចការងារណាដែលមានប្រយោជន៍ដល់សង្គមកុំតាំងចិត្តធ្វើធំដើម្បីតែអំណាចនេះជាទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់លោកបានបង្រៀនថាគោលដៅពិតប្រាកដនៃជីវិតគឺការបង្កើនតម្លៃនិងការលះបង់ដើម្បីផលប្រយោជន៍រួមមិនមែនជាការរត់តាមការដណ្ដើមឋានៈឬបុណ្យស័ក្តិឬអំណាចផ្ទាល់ខ្លួននោះទេ 4. បដិវត្តមិនទាន់សម្រេចបានជោគជ័យពេញលេញនៅឡើយទេមិត្តភ័ក្តិទាំងឡាយត្រូវតែបន្តខិតខំប្រឹងប្រែងទៅមុខទៀតនេះជាបណ្ដាំចុងក្រោយដ៏ល្បីល្បាញរបស់លោកវាជាសារដាស់តឿនស្មារតីឲ្យមនុស្សគ្រប់រូបមិនត្រូវដេកលង់លក់នឹងជោគជ័យបណ្ដោះអាសន្នឬបោះបង់ចោលមហិច្ឆតានៅពាក់កណ្ដាលទីនោះទេដរាបណាគោលដៅសន្តិភាពនិងសេរីភាពពិតប្រាកដមិនទាន់ដើរទៅដល់គោលដៅ 5. ដើម្បីឲ្យប្រទេសជាតិរឹងមាំនិងមានការរីកចម្រើនទៅមុខបានយើងត្រូវតែរួបរวมជាធ្លុងមួយលោកតែងតែផ្ដល់តម្លៃខ្ពស់លើសាមគ្គីភាពលោកយល់ឃើញថាការបែកបាក់ផ្ទៃក្នុងនិងការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនគឺជាអាវុធដែលបំផ្លាញជាតិសាសន៍ឯងដូច្នេះមានតែការរួមដៃគ្នាដោយស្មោះត្រង់ទើបអាចកសាងភាពរុងរឿងជានិរន្តរ៍បានសម្រងសម្ដីទាំង5ឃ្លារបស់លោកស៊ុនយ៉ាត់សេនមិនត្រឹមតែឆ្លុះបញ្ចាំងពីទស្សនវិជ្ជានយោបាយប៉ុណ្ណោះទេប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងផ្លូវចិត្តសម្រាប់សហគ្រិនអ្នកដឹកនាំនិងមនុស្សគ្រប់រូបយកមកពិចារណាដើម្បីអភិវឌ្ឍខ្លួននិងកសាងសមិទ្ធផលប្រកបដោយគុណតម្លៃក្នុងឆាកជីវិតប្រតិបត្តិការកក្រាក់ប្រទេសកម្លាំងចម្រុះអាមេរិកនីហ្សេរីយ៉ាវាយប្រហារកម្ចាត់សមាជិកក្រុមឧទាមអ៊ីស្លាម175នាក់
យោងតាមសេចក្តីប្រកាសរបស់ទីបញ្ជាការការពារជាតិនីហ្សេរីយ៉ាកាលពីថ្ងៃអង្គារម្សិលមិញនេះបានអះអាងថាកងកម្លាំងចម្រុះអាមេរិកនីហ្សេរីយ៉ាបានបើកការវាយប្រហារកម្ចាត់សមាជិកក្រុមឧទាមរដ្ឋអ៊ីស្លាមចំនួន175នាក់នៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ាសេចក្តីប្រកាសបានបញ្ជាក់ថាប្រតិបត្តិការដែលធ្វើឡើងដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានអាមេរិកប្រចាំតំបន់អាហ្វ្រិកបានកំទេចចោលទាំងស្រុងនៅប៉ុស្តិ៍ត្រួតពិនិត្យឃ្លាំងស្តុកអាវុធទីតាំងភស្តុភារនិងបណ្ដាញហិរញ្ញវត្ថុរបស់ក្រុមឧទាមរដ្ឋអ៊ីស្លាមជាក្រុមដែលបើកការវាយប្រហារបះបោរនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយការវាយប្រហារក៏បានសម្លាប់លោកអាប៊ូបៃឡាល់អាល់មីនូគីដែលរដ្ឋាភិបាលទាំងពីរអាមេរិកនិងនីហ្សេរីយ៉ាបានចាត់ទុកថាជាបុគ្គលទី2ដែលមានឥទ្ធិពលបំផុតរបស់ក្រុមឧទាមរដ្ឋអ៊ីស្លាមនៅទូទាំងពិភពលោកប្រតិបត្តិការនេះក៏បានសម្លាប់មេដឹកនាំក្រុមនេះមួយចំនួនទៀតក្នុងនោះរួមមានលោកអាប់អាល់វ៉ាហាប់ដែលជាអ្នកត្រួតពិនិត្យប្រតិបត្តិការវាយប្រហារនិងផ្សព្វផ្សាយរបស់ក្រុមអាប៊ូមូសាអាល់ម៉ាហ្កាវីនិងលោកអាប៊ូអាល់មុនថាណាអាល់មូហាជីដែលជាមេដឹកនាំជាន់ខ្ពស់ផ្នែកព័ត៌មាននិងជាមនុស្សចំណិតរបស់អាល់មីនូគីគូបញ្ជាក់ផងដែរថាចាប់តាំងពីទទួលបរាជ័យយ៉ាងដំណំនៅតំបន់មជ្ឈិមបូព៌ាមកក្រុមឧទាមរដ្ឋអ៊ីស្លាមបានបង្វែរយុទ្ធសាស្ត្រមកកាន់ទ្វីបអាហ្វ្រិកវិញខណៈដែលយោងតាមអង្គការតាមដានវិបត្តិពិភពលោកបានឲ្យដឹងថាក្នុងរយៈពេល3ខែដំបូងនៃឆ្នាំ2026សកម្មភាព 86% របស់ក្រុមនេះកើតឡើងនៅក្នុងទ្វីបអាហ្វ្រិកតើកិច្ចចរចាសន្តិភាពរវាងអាមេរិកអ៊ីរ៉ង់អាចដើរដល់ផ្លូវទាល់ដែរឬទេខណៈដែលអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនប្រយុទ្ធបន្ទាប់ពីសារគម្រាមវាយប្រហាររបស់អាមេរិកពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅរាល់សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីដូណាល់ត្រាំទាំងនៅក្នុងសន្និសីទសារព័ត៌មាននិងតាមរយៈបណ្ដាញសង្គម Truth Social បន្ទាប់ពីអាមេរិកបានដាក់អសានវ៉ាតក្នុងរយៈពេលប្រមាណថ្ងៃខាងមុខនេះខណៈដែលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅលើគែមនៃភាពមិនប្រកបប្រជាដែលទាមទារឲ្យមានការឃ្លាំមើលយ៉ាងដិតដល់បំផុតការគំរាមកំហែងវាយលុកជាថ្មីពីអាមេរិកនិងអ៊ីស្រាអែលអាចនឹងបិទបញ្ចប់បទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ខណៈដែលហានិភ័យនៃសង្គ្រាមសារជាថ្មីនេះអាចនឹងអូសទាញប្រទេសក្នុងតំបន់ឲ្យធ្លាក់ចូលទៅក្នុងជម្លោះលោកប្រធានាធិបតីត្រាំបានប្រមានបន្តសង្គ្រាមឡើងវិញពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានប្រកាសផ្អាកការវាយប្រហារដែលបានប្រងទុកដោយលើកហេតុផលថាភាគីទាំងពីរអាមេរិកអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដ៏សំខាន់រីឯភាគីម្ខាងទៀតគឺអ៊ីរ៉ង់ក៏កំពុងបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការវាយប្រហារជាថ្មីម្ដងទៀតរបស់អាមេរិកនិងអ៊ីស្រាអែលដោយអ៊ីរ៉ង់បានបោះពាក្យសម្ដីដោយមិនញញើតថាពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការសងសឹកយ៉ាងចាស់ដៃទៅលើប្រទេសជិតខាងនិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកលនោះទេប្រសិនបើអ៊ីរ៉ង់ខ្លាចជាគោលដៅវាយប្រហារប្រសិនបើចំនួនផ្ទុះឡើងជាថ្មីអ្នកជំនាញបានព្យាករណ៍ថាអ៊ីរ៉ង់អាចនឹងត្រូវប្រឈមមុខនឹងការប្រយុទ្ធក្នុងទម្រង់ខ្លីតែខ្លឹមដោយរួមបញ្ចូលទាំងការវាយប្រហារជាប្រព័ន្ធទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនមិនដោយការប្រយុទ្ធការពីលើកមុនដែលអ៊ីរ៉ង់ព្យាយាមសន្សំសំចៃអាវុធនោះទេលើកនេះគេជឿជាក់ថាអ៊ីរ៉ង់អាចនឹងបាញ់គ្រាប់មីស៊ីលរាប់សិបឬរាប់រយគ្រាប់ក្នុងមួយថ្ងៃដើម្បីទប់ទល់នឹងសត្រូវនិងបង្កការខូចខាតយ៉ាងដំណំដល់ភាគីម្ខាងទៀតប្រសិនបើកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ឈានដល់ផ្លូវទាល់ហើយការវាយលុកកម្រិតខ្ពស់ផ្ទុះឡើងជាថ្មីនោះបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រនឹងក្លាយជាគោលដៅចម្បងនៃការសងសឹកយោងតាមរបាយការណ៍យោធាបានបង្ហាញថាក្រុមឆ្មាំបដិវត្តន៍អ៊ីស្លាមកំពុងរៀបចំផែនការតបតយ៉ាងចាស់ដៃខណៈដែលអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនស្ទាក់ស្ទើរជាដាច់ខាតក្នុងការកំទេចទីតាំងប្រេងរោងចក្រចម្រាញ់ប្រេងនិងកំពង់ផែសំខាន់ៗនៅក្នុងប្រទេសអារ៉ាប់ដើម្បីបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកនិងដាក់សម្ពាធនយោបាយលើរដ្ឋបាលលោកដូណាល់ត្រាំការខូចខាតទ្រង់ទ្រាយធំបែបនេះអាចនឹងទាញប្រទេសដូចជាអារ៉ាប់រួមកូវ៉េតនិងអារ៉ាប៊ីសាអូឌីតឲ្យធ្លាក់ចូលទៅក្នុងជម្លោះផ្ទាល់តែម្ដងអ៊ីរ៉ង់មិនត្រឹមតែផ្ដោតលើតំបន់ឈូងសមុទ្រប៉ុណ្ណោះទេតែអ៊ីរ៉ង់អាចនឹងប្រើប្រាស់ក្រុមឧទាមហ៊ូទីនៅក្នុងប្រទេសយេម៉ែនដើម្បីបិទច្រកសមុទ្របាបអាល់មែនដេបដែលជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រអាដែនដែលនេះគឺជាយុទ្ធសាស្ត្រផ្លូវក្រោយដែលអ៊ីរ៉ង់ទុកសម្រាប់បង្កើនសម្ពាធទៅលើទីផ្សារថាមពលសកលប្រសិនបើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានអាមេរិកវាយប្រហារសរុបមកសង្គ្រាមនេះលែងជាជម្លោះរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ទៀតហើយប៉ុន្តែវាបានវិវត្តទៅជាវិបត្តិក្នុងតំបន់ដែលអាចកាត់ផ្តាច់ស្ថិរភាពថាមពលនិងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលជោគជ័យដំហេមៀអាមេរិកអះអាងថាប្រតិបត្តិការអ៊ីពិកហ្វូរីកំទេចហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ស្ទើរតែទាំងស្រុងនៅក្នុងការវិដំឡែកដ៏សំខាន់មួយអំពីប្រតិបត្តិការយោធាដែលកំពុងតែបន្តកើតមានឡើងនៅតំបន់មជ្ឈិមបូព៌ាមានបញ្ជាការនៃបញ្ជាការដ្ឋានកណ្ដាលអាមេរិក CENTCOM លោក Brett Cooper បានធ្វើការអះអាងយ៉ាងច្បាស់ថាការវាយប្រហារដោយយោធាអាមេរិកនិងសម្ព័ន្ធមិត្តបានបំបាក់សមត្ថភាពយោធារបស់អ៊ីរ៉ង់ស្ទើរតែទាំងស្រុង
ថ្លែងនៅក្នុងសន្និសីទស្ដីអំពីលទ្ធផលនៃប្រតិបត្តិការ Epic Fury លោក Cooper បានបង្ហាញអំពីទំហំនៃការខូចខាតដ៏ធំធេងរបស់ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់ខណៈពេលដែលប្រតិបត្តិការនេះបានកាត់បន្ថយនូវសមត្ថភាពគ្រាប់មីស៊ីលនិងយន្តហោះដ្រូនរបស់អ៊ីរ៉ង់យ៉ាងខ្លាំងព្រមទាំងបានកំទេចនៅមូលដ្ឋានគ្រឹះឧស្សាហកម្មការពារជាតិរបស់ពួកគេរហូតដល់ទៅ 90% ដែលនេះគឺមានន័យថាអ៊ីរ៉ង់គឺមិនអាចស្ដារសមត្ថភាពយោធារបស់ខ្លួនបានឡើងវិញឡើយក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀតនោះយោងតាមព័ត៌មានដែលបានចេញផ្សាយដោយស្ថាប័នមានប្រតិបត្តិការ Epic Fury ដែលជាយុទ្ធនាការយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ជាការឆ្លើយតបដើម្បីកាត់បន្ថយទៅដល់ហានិភ័យនៅក្នុងតំបន់គណៈពេលដែលយុទ្ធនាការនេះគឺមានគោលដៅកំណត់ទៅលើប្រព័ន្ធអាវុធបណ្ដាញបាញ់ដង្ហោះនិងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់របាយការណ៍អំពីមន្ទីរបញ្ចកោណក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ដែរថាការវាយប្រហារតាមរយៈគោលដៅជាក់លាក់បានផ្ដោតទៅលើការបំផ្លាញរោងចក្រផលិតសពាវុធទីតាំងដំឡើងយន្តហោះដ្រូននិងរោងចក្រផលិតគ្រាប់មីស៊ីលជាដើមតាមរយៈការកំទេចខ្សែចង្វាក់ផលិតកម្មទាំងនេះកងកម្លាំងសម្ព័ន្ធមិត្តបានធ្វើឲ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំងនៅក្នុងការបំពេញស្តុកគ្រឿងសពាវុធឡើងវិញក៏ដូចជាការកាត់ផ្តាច់នៅលទ្ធភាពផ្គត់ផ្គង់សពាវុធទៅកាន់បណ្ដាញក្រុមឧទាមឬក៏កងកម្លាំងប្រដាប់អាវុធក្នុងតំបន់ទន្ទឹមគ្នានេះកងបញ្ជាការកណ្ដាលអាមេរិកក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅការបិទខ្ទប់ដែនសមុទ្រក្នុងឈូងសមុទ្រអូម៉ង់ដើម្បីកាត់ផ្តាច់នៅលំហូរនៃចរន្តការផ្គត់ផ្គង់គ្រឿងសពាវុធស្របពេលដែលស្ថាប័នមាននៅតែរក្សាជំហរយ៉ាងមុតមមថាគោលដៅយុទ្ធសាស្ត្រនៃប្រតិបត្តិការនេះរួមទាំងការរារាំងមិនឲ្យអ៊ីរ៉ង់ទទួលបាននូវអាវុធនុយក្លេអ៊ែរនិងការលុបបំបាត់នូវការគំរាមកំហែងអំពីគ្រាប់មីស៊ីលជាអត្ថប្រយោជន៍ជាដាច់ខាតដែលមិនអាចចរចាបានព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនមេគង្គឡានឆាំងគឺជាព្រឹត្តិការណ៍ថ្មីផ្សព្វផ្សាយសក្តានុពលទេសចររបស់កម្ពុជាទៅកាន់ប្រទេសក្នុងអាន្តរមេគង្គដោយទទួលបានការអនុញ្ញាតដោយខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាអាយដាមហ៊ុនថារដ្ឋមន្ត្រីក្រសួងទេសចរបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកព្រឹត្តិការណ៍រថយន្តឆ្លងកាត់ព្រំដែនមេគង្គឡានឆាំងដើម្បីអបអរសាទរឆ្នាំទេសចរកម្ពុជាចិននិងផ្សព្វផ្សាយសក្តានុពលទេសចរកម្ពុជាទៅកាន់បណ្ដាប្រទេសក្នុងអាន្តរមេគង្គព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការភ្ជាប់វិស័យទេសចរកម្ពុជាចិនពិធីនេះមានការចូលរួមពីលោកស្រីឆៅស៊ីលីនប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាឋានៈដឹកនាំក្រសួងទេសចរប្រតិភូក្បួនរថយន្តជាតិអន្តរជាតិព្រមទាំងភ្ញៀវកិត្តិយសសរុបជា150រូបនៅទីស្តីការក្រសួងទេសចរក្នុងឱកាសនោះអាយដាមរដ្ឋមន្ត្រីបានថ្លែងថាព្រឹត្តិការណ៍នេះមិនត្រឹមតែអបអរសាទរឆ្នាំទេសចរកម្ពុជាចិននោះទេនិងខួបលើកទី68នៃទំនាក់ទំនងមិត្តភាពកម្ពុជាចិននោះឡើយប៉ុន្តែថែមទាំងរួមចំណែកពង្រឹងការកសាងសហគមន៍វាសនារួមរវាងកម្ពុជាចិនក្នុងយុគសម័យថ្មីផងដែរអាយដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាវិស័យទេសចរដែលត្រូវបានចាត់ទុកថាជាមាសបៃតងគឺជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាជាមួយគ្នានេះអាយដាមរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រតិភូក្បួនរថយន្តទាំងអស់ឲ្យចូលរួមផ្សព្វផ្សាយពីភាពពិតរបស់កម្ពុជាក្នុងនាមជាគោលដៅទេសចរប្រកបដោយសុវត្ថិភាពមិត្តភាពបដិសណ្ឋារកិច្ចល្អនិងស្នាមញញឹមដ៏កក់ក្ដៅព្រមទាំងលើកស្ទួយសក្តានុពលទេសចរវប្បធម៌ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិសូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនមេគង្គឡានឆាំងដែលមានរយៈពេល23ថ្ងៃចាប់ពីថ្ងៃ18ខែឧសភាដល់ថ្ងៃ9ខែមិថុនា2026ក្បួនរថយន្តនឹងចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងឆ្លងកាត់ឡាវមុនបន្តទៅកាន់ខេត្តយូណានរបស់ប្រទេសចិនហើយនឹងវិលត្រឡប់មកកាន់កម្ពុជាវិញនៅថ្ងៃ9មិថុនា2026យ៉ាងណាមិញក្បួនរថយន្តទេសចរផ្សងព្រេងតាមដងទន្លេមេគង្គឡានឆាំងនេះដឹកនាំដោយលោកជំទាវឆៅស៊ីលីនដែលជាប្រធានសមាគមទេសចរកម្ពុជានៅថ្ងៃ18ឧសភាត្រូវបានទទួលស្វាគមន៍ដល់ប្រតិភូគ្រប់រូបយ៉ាងកក់ក្ដៅពីសំណាក់អភិបាលខេត្តស្ទឹងត្រែងនិងណែនាំដល់កន្លែងតាក់ទាញដែលបានភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួចរាល់ព្រមទាំងជូនពរដល់ដំណើរផ្សងព្រេងដល់វែងឆ្ងាយនេះប្រកបដោយសុខសុវត្ថិភាពលោកត្រាំរងការរិះគន់យ៉ាងចាស់ដៃជុំវិញគម្រោងសារពិធីជប់លៀងតម្លៃ$400 លានយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VR News បានឲ្យដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្ហាញទីតាំងសាងសង់សាលពិធីជប់លៀងថ្មីនៅសេតវិមានដែលមានតម្លៃរហូតដល់ទៅ$400 លាននេះគឺជាគម្រោងដ៏មហិមាដែលកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមអ្នកប្រឆាំងថាបានប្រងើយកន្តើយចំពោះភាពតានតឹងផ្នែកជីវភាពនិងការកើនឡើងនៃតម្លៃទំនិញដែលប្រជាពលរដ្ឋអាមេរិកកំពុងជួបប្រទះក្នុងវ័យ79ឆ្នាំលោក Trump បានបង្ហាញភាពជឿជាក់និងធ្វើបទបង្ហាញទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីតាំងការដ្ឋានសាងសង់
ថានេះគឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់សហរដ្ឋអាមេរិកគម្រោងនេះប្រើប្រាស់តែថវិកាផ្ទាល់របស់ខ្ញុំនិងសប្បុរសជនតែប៉ុណ្ណោះហើយក៏មិនមែនជាប្រាក់ជាប់ពន្ធឡើយទោះបីជាលោកត្រាំអះអាងថាគម្រោងនេះមិនប្រើប្រាស់លុយពន្ធប្រជាជនហើយទទួលបានការឧបត្ថម្ភពីក្រុមអ្នកមានទ្រព្យធនឬក្រុមហ៊ុននានាក៏ដោយប៉ុន្តែការពិតនោះគឺថាការចំណាយសម្រាប់សារពិធីជប់លៀងនេះបានកើនឡើងទ្វេដងពីការប៉ាន់ប្រមាណដំបូងតម្លៃត្រឹម$200 លានលោកត្រាំបានសង្កត់ធ្ងន់លើសមត្ថភាពសន្តិសុខនៃគម្រោងសារពិធីជប់លៀងដែលមានសមត្ថភាពអាចផ្ទុកមនុស្សជាង 1000 នាក់នេះថាអគារនេះមានជាន់ក្រោមដីចំនួន6ជាន់ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកមន្ទីរពេទ្យទីតាំងស្រាវជ្រាវនិងកន្លែងប្រតិបត្តិការយោធាខណៈដែលសារប្រជុំនេះនឹងក្លាយជាខែលដ៏រឹងមាំមួយដែលអាចការពារពីការវាយប្រហារគ្រប់យ៉ាងថៃប្រកាសដោយឥតអៀនខ្មាស់ថាប្រហែលជាគ្មានកញ្ចប់ថវិកាទិញសិទ្ធិមើល FIFA World Cup 2026នោះទេតាមរយៈការចុះផ្សាយដោយកាសែតថៃ The Nation Thailand កាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថាប្រទេសថៃគឺនៅមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយជំវិញការទិញសិទ្ធិផ្សាយផ្ទាល់នៅព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2026នៅឡើយនោះទេបន្ទាប់ពីតម្លៃដែលត្រូវបានទាមទារមានទំហំខ្ពស់រហូតដល់ទៅ $1.3 ប៊ីលានឬក៏ប្រហែលទៅនឹង$38 លានសហរដ្ឋអាមេរិកចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់នេះគឺបានកើនឡើងហួសខ្ពស់ឆ្ងាយពីដែនកំណត់នៃកញ្ចប់ថវិកាដែលមានចំនួន$600 ប៊ីលានឬប្រមាណជាង$17.5 លានសហរដ្ឋអាមេរិកដែលធ្លាប់ត្រូវបានប្រើប្រាស់និងកំណត់ដោយស្ថាប័ន The National Broadcasting and Telecommunication Commission កាលពីពេលកន្លងទៅនោះទេប្រភពពីផ្ទៃក្នុងនៃ Office of the National Broadcasting and Telecommunication Commission ឬហៅកាត់ថា NBTC Office បានទម្លាយដឹងថាមកទល់នឹងពេលនេះគឺនៅមិនទាន់មានការសន្និដ្ឋានជាផ្លូវការណាមួយថាតើថៃគឺនឹងសម្រេចចិត្តទិញសិទ្ធិនៃការផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍ធំមួយនេះដែរឬទេក្រៅតែអំពីបញ្ហាតម្លៃសិទ្ធិនៃការផ្សាយដ៏ថ្លៃពេលវេលានៃការប្រកួតដែលខុសគ្នាខ្លាំងជាមួយនឹងម៉ោងនៅក្នុងប្រទេសថៃក៏ជាកត្តាប្រឈមចម្បងមួយទៀតដែលនឹងធ្វើឲ្យចំនួនអ្នកទស្សនាមានការធ្លាក់ចុះព្រមគ្នាព្រមទាំងជះឥទ្ធិពលអវិជ្ជមានទៅដល់ចំណូលអំពីការផ្សាយពាណិជ្ជកម្មនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ថៃផងដែរ